ngày muốn nhầm khom chân xóm cắt ở lắc cái chai năng ban mà cả đạp thông hay cả đạ nòng tu tờ cọ đạ đo tập lịch lờiនេះលួយឆ្លឹកចង់អស់ហើយនៅសល់តែប៉ុណ្ណឹងជំរាបសួរôngភូមិបងប្អូនអរគ្នាតានៅសល់ប៉ុណ្ណឹងមានធ្វើអីហូបកើតក្រៅពីយកមកចៀនបងប្អូនប្រកាសជាមិនដែលចៀនជាមួយនឹងសាច់ជ្រូកហើយនឹងសាច់ផ្គាទេហើយខ្ញុំក៏ទឹមចៀនលើកទី1ដែរប៉ុន្តែមិននឹកស្មានដល់ថារសជាតិវាឆ្ងាញ់ពិតហើយខ្ញុំក៏ធ្វើតាមពួកចាន់ហុងកុងខ្ញុំឃើញគេចៀនមើលដូចតំណងឥឡូវមកសាកល្បងធ្វើតាមគេទៅឃើញវីដេអូគេតែមិននឹកឃើញស្លឹកកញ្ឆាយខ្លួនឯងតមហោមើលនៅសល់ប៉ុណ្ណឹងក៏ប៉ុណ្ណឹងឥឡូវល្មមចៀនហូបមកពេលទៅកូនពើមកប្រទះម៉ែមកប្រទះទៅរួចខ្លួនកូនពើខ្ញុំកាត់ចូលចិត្តស្លឹកកញ្ឆាយឥឡូវស្លឹកកញ្ឆាយហាន់រួចហើយខ្ញុំក៏ច្រាមសាច់រួចដែរសាច់ខ្ញុំដាក់ពីរមុខខ្ញុំដាក់តាមគេណាមានបកាច្រាមហើយនឹងសាច់ជ្រូកច្រាមហើយក៏លាយពងមាន់មួយគ្រាប់ហើយយើងក៏ដាក់អាមេរិកនិយាយទៅគ្រឿងទេសយើងដាក់តិចមែនតែនដាក់តែទឹកស៊ីអ៊ីវទឹកស៊ីអ៊ីវវាស្លាប់ទឹកត្រីតែមួយស្លាបព្រាបាយចេះមកហើយអាមេរិកបងប្អូនដាក់តាមការចូលចិត្តរៀងហើយដាក់រៀងច្រើនមកខ្ញុំដាក់មួយស្លាបព្រាកាហ្វេហើយនេះជាម្សៅដលងណាបងប្អូនអាចប្រើម្សៅពោតក៏បានម្សៅឆាក៏បានតែបើមានម្សៅដលងវាបន្ថែមរសជាតិចឹងណាខ្ញុំឃើញគេធ្វើគេដាក់ម្សៅដលងទៅខ្ញុំដាក់ម្សៅដលងតាមគេប៉ុន្តែប្រហែលជាយើងអាចដាក់ម្សៅពោតឬក៏ម្សៅឆាក៏បានដែរចំពោះម្សៅឆានេះឬក៏ម្សៅដលងខ្ញុំដាក់3ស្លាបព្រាបាយកំពុងមិញខ្ញុំដាក់2ស្លាបព្រាបាយក្រោយមកខ្ញុំបន្ថែម1ស្លាបព្រាបាយទៀតហើយយើងច្បល់ចូលគ្នាបានតបល្អទៅបានយើងយកទៅចៀនងាយបងប្អូនថារសជាតិឆ្ងាញ់ហើយបងប្អូនកុំភ្លេចធ្វើទឹកស៊ុសជ្រលក់ដូចខ្ញុំណាទៅរសជាតិបន្ថែមរសជាតិកាន់តែឆ្ងាញ់វិធីធ្វើក៏ស្រួលហើយរសជាតិឆ្ងាញ់ទៀតខ្ញុំមិននឹកស្មានថាគ្រាន់តែដាក់គ្រឿងទេសប៉ុណ្ណឹងវាឆ្ងាញ់ណាខ្ញុំឃើញគេធ្វើតំណងមែនតើនេះចុងក្រោយខ្ញុំក៏បន្ថែម1ស្លាបព្រាទៀតទៅវាឡើងសបើសិនតែយើងដាក់ម្សៅតិចពេកវាអត់ជាប់គ្នាអញ្ចឹងណាយើងដាក់3ឬ4ស្លាបព្រាមកមើលទំហំស្លឹកកញ្ឆាយរបស់បងប្អូនទៅអូយបងប្អូនតនេសាក់ធ្វើតាមខ្ញុំមើលក៏រសជាតិឆ្ងាញ់ខ្ញុំក៏មិននឹកស្មានថាវាឆ្ងាញ់ណាអូខ្ញុំឃើញគេធ្វើខ្ញុំថាគ្រាន់ដាក់ប៉ុណ្ណឹងមិនក៏ឆ្ងាញ់ក៏អត់មានដាក់គ្រឿងផ្សំអីច្រើនផងឥឡូវយើងមកចៀនបងប្អូនប្រើខ្លាញ់ជ្រូកទៅវាឆ្ងាញ់វាឈ្ងុយល្អតែបើបងប្អូនអត់ហូបខ្លាញ់ជ្រូកទេបងប្អូនប្រើប្រេងបងប្អូនប្រើទៅតែគ្រាន់តែថាបើយើងប្រើខ្លាញ់ជ្រូកវាបន្ថែមរសជាតិបន្ថែមក្លិនអញ្ចឹងណាហើយពេលបងប្អូនចៀនហ្នឹងកុំដាក់ក្រាស់ពេកហើយក៏កុំធ្វើប្រទេសធំពេកយើងធ្វើប្រទេសល្មមបានហើយទើបយើងប្រែវាស្រួលប្រែកុំឲ្យវាបែកអញ្ចឹងណាព្យាយាមយកស្លាបព្រាហ្នឹងតាប់ឲ្យបានរៀបល្អមកហើយយើងកុំប្រើភ្លើងខ្លាំងពេកបញ្ជាក់ណាភ្លើងយើងប្រើល្មមបានហើយប្រើកដាល medium ណាភ្លើងប្រើ medium heat ទៅបានហើយកុំបាច់គ្របដែរកុំគ្របឲ្យសោះតែពេលបងប្អូនគ្របអាហ្នឹងស្លឹកកញ្ឆាយនេះវាឡើងលឿងណាអត់ឆ្ងាញ់ទេបងប្អូនកុំគ្របវាចំពោះស្លឹកកញ្ឆាយតែយើងគ្របវាឡើងសម្បល់លឿងហើយអត់ឆ្ងាញ់ទេយើងគ្រាន់តែប្រើអាភ្លើងខ្សោយទៅបានហើយបងប្អូនយកទៅជ្រលក់ជាមួយទឹកស៊ុសដែលខ្ញុំធ្វើមុននេះណាអូយបន្ថែមរសជាតិឆ្ងាញ់ពិតហើយទឹកស៊ុសហ្នឹងខ្ញុំក៏មានធ្វើវីដេអូដែរណាបងប្អូនមិនទាន់បានមើលពីរបៀបធ្វើទឹកស៊ុសហ្នឹងទឹកស៊ុសជូរអែមបងប្អូនអាចទៅចូលទៅមើលបានរបៀបធ្វើទឹកស៊ុសជូរអែមអូយរសជាតិឆ្ងាញ់ពិតហើយស្លឹកកញ្ឆាយយើងចៀនប៉ុណ្ណឹងហើយបងប្អូនមើលក្រៀមមុំយើងប្រែទៅប្រែ2ដងទៅបានហើយងាយហើយរសជាតិឆ្ងាញ់ពិតនេះទឹកស៊ុសដែលខ្ញុំធ្វើពឹកមិញហ្នឹងគឺទឹកស៊ុសជូរអែមហើយយើងយកមកជ្រលក់ចេះមកហើយទឹកស៊ុសនេះយើងអាចជ្រលក់ជាមួយហេកឹងតាជុកខ្វៃឬក៏តាជុកផាក់ឡូវឬមួយក៏បងប្អូនជ្រលក់ជាមួយនឹងកញ្ឆាយជ្រុងកញ្ឆាយមូលបានទាំងអស់អរគុណ